Việcបណ្ដុះបណ្ដាលរបៀបក្នុងការរាយការណ៍មកកាន់ភ្នាក់ងារ Grab តាមរយៈមជ្ឈមណ្ឌលជំនួយសួស្តីបងប្អូនអ្នកដឹកជញ្ជូន Grab ទាំងអស់គ្នាកំឡុងពេលដែលបងកំពុងតែមានជាបញ្ហាជាជំងឺណាមួយទាក់ទងនឹងការងារឬត្រូវការជំនួយជាបន្តណាមួយតើបងធ្វើដូចម្តេចដើម្បីសាកសួរឬរាយការណ៍ផ្ដល់ដំណឹងមកកាន់ក្រុមភ្នាក់ងារ Grab អត់ជាបញ្ហាសម្រាប់បងទៀតហើយនេះជាវីដេអូក្នុងការទំនាក់ទំនងនិងរាយការណ៍មកកាន់ក្រុមភ្នាក់ងារ Grab តាមរយៈមជ្ឈមណ្ឌលជំនួយដើម្បីប្រឹក្សាយោបល់ទាក់ទងនឹងបញ្ហារបស់បងដែលបានជួបប្រទះតោះយើងចាប់ផ្ដើមមកពិធីក្នុងការទំនាក់ទំនងមកកាន់ក្រុមភ្នាក់ងាររបស់យើងតាមរយៈមជ្ឈមណ្ឌលជំនួយទាំងអស់គ្នាដំបូងសូមមកចូលក្នុងកម្មវិធី Grab នៅក្នុងទូរស័ព្ទរបស់បងបន្ទាប់មកសូមមកធ្វើការចុចលើរូបថតឬ profile បន្តមកទៀតបងអាចចុចលើសញ្ញាសួរដែលនៅខាងលើខាងស្ដាំដៃឬបងអាចចុចលើមជ្ឈមណ្ឌលជំនួយឬ Help Center បានប្រសិនបើបងត្រូវការជំនួយបន្ទាន់ឬត្រូវការជជែកជាមួយក្រុមភ្នាក់ងារដោយផ្ទាល់បងអាចចុចលើជជែកដើម្បីទទួលជំនួយបាននៅខាងក្រោមផ្នែកសកម្មភាពរបស់អ្នកសូមបងជ្រើសរើសជើងដំណើរឬការកក់ណាមួយដែលមានបញ្ហាឬបងចង់រាយការណ៍មកកាន់ក្រុមភ្នាក់ងារបន្ទាប់មកសូមបងជ្រើសរើសយកអត្ថបទដែលទាក់ទងទៅនឹងបញ្ហាដែលបងបានជួបប្រទះដើម្បីក្រុមភ្នាក់ងារងាយស្រួលក្នុងការដោះស្រាយបញ្ហាជូនបងបានកាន់តែលឿនជាចុងក្រោយបងអាចសរសេររាយការណ៍អំពីបញ្ហាឬស្ថានភាពដែលបងបានជួបប្រទះមកកាន់ក្រុមភ្នាក់ងារដើម្បីស្វែងរកជំនួយបន្ថែមបានប្រសិនបើបងត្រូវការរាយការណ៍បញ្ហាឬស្ថានភាពដែលបងបានជួបប្រទះដែលមិនមានជើងដំណើរឬការកត់ទេបងអាចធ្វើតាមការណែនាំនៅខាងក្រោមនេះបានសូមបងជ្រើសរើសយកផ្នែកប្រធានបទផ្សេងទៀតដើម្បីស្វែងរកអត្ថបទផ្សេងបន្ថែមទៀតបន្ទាប់មកបងអាចជ្រើសរើសយកអត្ថបទដែលបងចង់រាយការណ៍ឬបានជួបប្រទះចំណាំសូមប្រាកដថាបងបានជ្រើសរើសអត្ថបទត្រឹមត្រូវដែលទាក់ទងនឹងបញ្ហាដែលបងចង់រាយការណ៍ឬបានជួបប្រទះដោយផ្ទាល់ដើម្បីក្រុមភ្នាក់ងារអាចជួយដោះស្រាយបញ្ហាជូនបងទាន់ពេលវេលានិងកាន់តែប្រសើរម្យ៉ាងវិញទៀតបងអាចធ្វើការរាយការណ៍ដោយបងអាចជ្រើសរើសយកសំណួរដែលគេសួរច្រើននៅមជ្ឈមណ្ឌលព័ត៌មាននៅក្នុងទំព័រមជ្ឈមណ្ឌលជំនួយដើម្បីរករកព័ត៌មានឬបញ្ហាណាមួយដែលទាក់ទងជាមួយបងបន្ទាប់មកបងនឹងឃើញអត្ថបទដែលបានបង្ហាញមួយចំនួនដែលអាចរាយការណ៍មកកាន់ក្រុមភ្នាក់ងារយើងបានបើសិនបើបងត្រូវការជំនួយបន្ថែមសូមបងចុចលើកន្លែងស្វែងរកហើយសរសេរពីបញ្ហាដែលបងចង់រាយការណ៍ឬបានជួបប្រទះបន្ទាប់ពីបងបានជ្រើសរើសឬចុចលើអត្ថបទដែលបងចង់រាយការណ៍ឬបានជួបប្រទះហើយសូមបងអាននៅពិនិត្យនៅលក្ខខណ្ឌនៃអត្ថបទនោះជាមុនសិនហើយបំពេញព័ត៌មានដែលយើងត្រូវការឬចុចដាក់ស្នើដើម្បីក្រុមភ្នាក់ងារអាចដោះស្រាយបញ្ហាជូនបងនិងឆ្លើយតបទៅបងវិញឲ្យបានលឿនតាមដែលអាចធ្វើទៅបាន